សប្តាហ៍នេះលោកប្រាក់សុខុនបានប្រាប់មេដឹកនាំនិងរដ្ឋមន្ត្រីការបរទេសមួយចំនួនថាកម្ពុជាគឺជាជនរងគ្រោះក្នុងសង្គ្រាមជាមួយថៃអ្នកវិភាគលើកឡើងថានេះជាឱកាសដែលកម្ពុជាបកអាក្រាតទង្វើរបស់ភាគីថៃដែលឈ្លានពានមកលើកម្ពុជាតែថាសហគមន៍អន្តរជាតិអាចមិនសូវផ្ដល់ការយកចិត្តទុកដាក់លើចំនួននេះនៅរសៀលថ្ងៃទី26ខែកញ្ញាឆ្នាំ2025លោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានពិភាក្សាទ្វេភាគីជាមួយលោកអាំងតូនីយ៉ូ ហ្គូតេរ៉េសអគ្គលេខាធិការអង្គការសហប្រជាជាតិអំឡុងពេលមានកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី80នៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនេះបើតាម Facebook របស់ក្រសួងការបរទេសកម្ពុជានៅក្នុងជំនួបនោះលោកប្រាក់សុខុនបានប្រាប់លោកអង់តូនីយ៉ូ ហ្គូតេរ៉េសអំពីបច្ចុប្បន្នភាពនៃចំនួនព្រំដែនកម្ពុជាថៃប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មីនៅជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងការកសាងឡើងវិញនូវទំនុកចិត្ត